បរិញ្ញាគ្រប់នឹងជំរាបសួរត្រង់ឯកឧត្តមលោកជំទាវលោកស្រីកញ្ញាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃតាមដានភ័យសារព័ត៌មានខ្មែរវិទ្យាប្រិយ24ម៉ោងគណៈពេលនេះនៅវេលាម៉ោង3:07នាទីត្រូវនៅថ្ងៃទី8 ខែឧសភាឆ្នាំ2025ដែលមានករណីរថយន្តមួយគ្រឿងចតនៅតាមបណ្ដោយផ្លូវភូមិស្រែឈះសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យនៅផ្លូវបត់ឃ្លាតផ្ទាល់តែម្ដងប្រិមិត្តហើយក៏បានរថម៉ូតូដឹកការ៉ូប្រិមិត្តម៉ូតូដឹកការ៉ូកង់3បានមកបុកពីក្រោយបណ្ដាលឲ្យម៉ាក់កស្លាប់ភ្លាមនៅកន្លែងកើតហេតុផ្ទាល់តែម្ដងប្រិមិត្តទុនជនឥឡូវក៏មានការកកស្ទះពីទៅតាមបណ្ដោយផ្លូវវត្តស្នៀតនេះផ្ទាល់តែម្ដងប្រិមិត្តនេះប្រិមិត្តនេះគឺជាតកង់រថតកង់គឺជាតកង់កង់3ដែលបានបុករថយន្តដឹកថ្មប្រិមិត្តដឹកថ្មរថយន្តបែនដឹកថ្មប្រិមិត្តជនហើយបានបាក់កស្លាប់ភ្លាមនៅនឹងកន្លែងកាត់ហេតុទៅតាមបណ្ដោយផ្លូវភូមិស្រែឈះសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យផ្ទាល់តែម្ដងប្រិមិត្តហើយនេះគឺជាអីវ៉ាន់ដែលគាត់ដឹកប្រិមិត្តគឺជាដឹកការ៉ូដឹកការ៉ូដឹកគុណដឹកអីប្រិមិត្តហើយនេះក៏ជាប្រពន្ធរបស់គាត់ដែរប្រិមិត្តជននេះជាប្រពន្ធរបស់គាត់ប្រិមិត្តជនអូយបងប្រពន្ធគុណអើនេះជាប្រពន្ធជនរងគ្រោះប្រិមិត្តជនហើយនេះគឺជាតកែរបស់គាត់ប្រិមិត្តជនបងគាត់ឈ្មោះអីវិញគេបងឈ្មោះគេវិញគាត់នេះគាត់បងជនពូសាវិញពូសាបានសុភ័ត្រា21ឆ្នាំហើយគេឈ្មោះសុភ័ត្រាបងណាសុភ័ត្រាអាយុ21ឆ្នាំនេះគឺជាភរិយារបស់ជនរងគ្រោះប្រិមិត្តជនហើយកូនម៉ាននេះអីបងមេប្រិមិត្តជនហើយប្តីគាត់មានអាយុតែ21ឆ្នាំទេប្រិមិត្តជនហើយឈ្មោះសុភ័ត្រាខាងណាវិញអូនសុខណាស់ខ្ញុំនៅបដនៅ5យ៉ាងតែនៅពុកដៃខ្ញុំកូនខ្ញុំនៅទីមានជ័យនៅប្រទេសមានជ័យបងប្អូននៅប្រទេសមានជ័យបាទអរគុណច្រើននេះប្រពន្ធគាត់កំពុងតែនៅអង្គុយចិត្តសពប្តីប្រិយជននៅនឹងម្ចាស់តកែគាត់ក៏មកដល់នៅកន្លែងកាត់ហេតុដែរប្រិមិត្តហើយក៏សូមបញ្ជាក់នៃទីតាំងនៅកន្លែងកាត់ហេតុនេះម្ដងទៀតប្រិមិត្តគឺភូមិស្រែឈះសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញប្រិមិត្តដែលមានរថយន្តបែនដឹកដីមួយគាត់បានចតនៅតាមបណ្ដោយផ្លូវវត្តស្នៀតនេះប្រិមិត្តជនដោយសារតែមានយើងមិនដឹងថាតកង់លមគាត់យ៉ាងម៉េចទេប្រិមិត្តបានមកបុករថយន្តបែនដឹកដីនេះពីក្រោយបណ្ដាលឲ្យបាក់កស្លាប់ភ្លាមនៅកន្លែងកាត់ហេតុផ្ទាល់តែម្ដងប្រិមិត្តហើយយើងមកមើលផ្លាកលេខរថយន្តផ្លាកលេខកង់3ប្រិមិត្តផ្លាកលេខកង់3 1SS 1SS 66និង83នេះប្រិមិត្តជនជនឥឡូវក៏មានការចំរោមពីបងប្អូនហើយនឹងក៏សមត្ថកិច្ចក៏គាត់មកដល់កន្លែងកាត់ហេតុដែរប្រិមិត្តតាមបណ្ដោយផ្លូវនេះគឺឡានធំមែនទែនប្រិមិត្តជនតាមបណ្ដោយផ្លូវវត្តស្នៀតនេះប្រិមិត្តគឺឡានធំមែនទែនតែឡាននេះគឺថាចតប្រិមិត្តចតចោលតែដោយតែមិនដឹងថាលមយ៉ាងម៉េចទេបងប្រិមិត្តជនបានជាមកបើកបុកពីក្រោយបណ្ដាលបាក់កស្លាប់ភ្លាមនៅកន្លែងកាត់ហេតុប្រិមិត្តហើយប្រពន្ធគាត់ក៏មកដល់ហើយប្រិមិត្តហើយតកែគាត់ប្រិមិត្តជនហើយមើលផ្លាកលេខអត់មានផ្លាកលេខឡាននេះផ្លាកលេខនេះកោតស្ដាំហ្នឹងនេះផ្លាកលេខកោតស្ដាំប្រិមិត្តP34 និង47ប្រិមិត្តជនហើយតាមបណ្ដោយផ្លូវនេះគឺឡានធំមែនទែនប្រិមិត្តឃើញតែឡានធំមែនទែនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាប្រិមិត្តជននៅតាមបណ្ដោយផ្លូវចូលវត្តឃ្លាតនេះប្រិមិត្តដាច់កង់បាក់បូមបត់កជនរងគ្រោះបណ្ដាស្លាប់ភ្លាមនៅនឹងកន្លែងកាត់ហេតុហើយប្រិមិត្តនេះគឺជាវ៉ាយវ៉ាន់ដែលគាត់ដឹកឲ្យទៅភ្ញៀវប្រិមិត្តគឺមានបន្ទប់ប្រគុណហើយនឹងការ៉ូប្រិមិត្តជនហើយនេះក៏ឃើញទឹកសវត្តមានតកែគាត់ហើយនឹងភរិយារបស់គាត់ក៏មកដល់កន្លែងកាត់ហេតុដែរប្រិមិត្តហើយគាត់ឈ្មោះភក្ត្រាអាយុ21ឆ្នាំប្រិមិត្ត21ឆ្នាំក្មេងមែនទែនប្រិមិត្តហើយគ្រួសារគាត់នៅតាមគ្រួសារគាត់ប្រាប់ឯប្រិមិត្តហើយមានកូននៅក្នុងបន្ទុកមួយនេះប្រិមិត្តឃើញឡានធំមែនទែនឡានទៅតាមបណ្ដោយផ្លូវនេះអញ្ចឹងឲ្យចូលគោរពច្បាប់ចរាចរណ៍អស់គ្នាប្រិមិត្តហើយនេះគឺជាកន្លែងឡានធំដែលគាត់ចោលទៅគាត់ដាក់ផ្លាកសម្គាល់ប្រិមិត្តហើយដល់ពេលលមកក៏គាត់មិនដឹងថាយ៉ាងម៉េចទេប្រិមិត្តក៏បានមកបុកពីក្រោយបណ្ដាលឲ្យបាក់កស្លាប់ភ្លាមតែចំនួន2នាក់ប្រិមិត្តតែម្នាក់ទៀតគាត់ឮថារងរបួសធ្ងន់មកជូនទៅមន្ទីរពេទ្យបាត់ហើយប្រិមិត្តអូក្តៅមែនតើប្រិមិត្តទូជន
ហើយឥឡូវកំពុងតែរងចាំសមត្ថកិច្ចខាងចរាចរណ៍មកវាស់វែងដើម្បីទាញយកកង់3ចេញដើម្បីយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីប្រិមិត្តជនសាកសពគឺបានគៀបជាប់នៅក្នុងក្តិតរថយន្តផ្ទាល់តែម្ដងប្រិមិត្តបាក់កស្លាប់យ៉ាងអនាធមប្រិមិត្តជននៅតាមបណ្ដោយផ្លូវវត្តស្នៀតប្រិមិត្តនៅក្នុងសង្គមស្រែជះសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅតាមបណ្ដោយផ្លូវនេះគឺវាមានឡានធំៗមែនទែនប្រិមិត្តឡានគឺធំណាស់ជាងចូលរួមគ្រប់ចង្កាត់ចរាចរណ៍ទាំងអស់គ្នានេះប្រិមិត្តគឺសិតឡានដឹកដីធំហើយយើងរមោយើងមិនដឹងថាគាត់បើកក្នុងស្ថានភាពយ៉ាងម៉េចទេប្រិមិត្តហើយនេះគឺជាដាក់កន្លែងស្មៅនេះគឺជាដាក់សម្គាល់ដែលថារថយន្តគាត់ដាក់ចោតប្រិមិត្តជនតែវាទូចដែរហើយកង់3ក៏គាត់បើកបោក្នុងស្ថានភាពយ៉ាងម៉េចដែរប្រិមិត្តយើងអត់ទាន់ដឹងទេតែសំខាន់គឺបើកទៅបុកពីក្រោយរថយន្តនឹងបាក់កស្លាប់ភ្លាមៗនៅកន្លែងកាត់ហេតុផ្ទាល់តែម្ដងប្រិមិត្តជនហើយលើក៏មានការអាវឈូឈរពីបងប្អូនប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានជាច្រើននៅតាមបណ្ដោយផ្លូវវត្តស្នៀតនេះផ្ទាល់តែម្ដងប្រិមិត្តហើយក៏សូមបញ្ជាក់នៅផ្លាកលេខលំអប្រិមិត្តជនដែលគាត់ដឹកការ៉ូនឹងបន្ទប់ទឹកប្រគុណយកទៅឲ្យភ្ញៀវប្រិមិត្តជនគឺថាដឹកទៅគីឡូ9ប្រិមិត្តនេះហើយមួយ SS 68និង83ប្រិមិត្តនេះគឺជាសម្ភារៈដែលគាត់ដឹកទៅឲ្យភ្ញៀវប្រិមិត្តគឺការ៉ូហើយនឹងបង្គន់ប្រិមិត្តជនហើយនេះគឺជាតកែរបស់គាត់ក៏គាត់មកដល់ទីតាំងនៅកន្លែងកាត់ហេតុដែរហើយនឹងជាភរិយារបស់គាត់ដែលបានមកមើលសពប្តីនៅកន្លែងហេតុផ្ទាល់តែម្ដងរងចាំសមត្ថកិច្ចដើម្បីទាញលំអនេះចេញយកសាកសពដើម្បីទៅធ្វើបុណ្យតាមប្រពៃណីប្រិមិត្តជនហើយជួយ share មួយប្រិមិត្តជន share មួយប្រិមិត្តហើយផ្លាកលេខយើងដូចជាមិញផ្លាកលេខក្រហមហ្នឹងប្រិមិត្តផ្លាកលេខហើយនេះស្នាមនេះគឺជាខ្ចៅដែលរថយន្តធំដែលគាត់ឈប់គាត់ដោះខ្ចៅដល់អីប្រហែលជាខូចរថយន្តនេះប្រិមិត្តជនហើយគាត់ក៏បានដាក់ផ្លាកសញ្ញានេះដូចស្មៅនេះមួយដុំនេះប្រិមិត្តជនហើយក៏យើងមិនដឹងថាយ៉ាងម៉េចបានជាលមកកង់3នេះបើកមកបុកគាត់បើកបុកពីក្រោយបណ្ដាលឲ្យពេញមួយទំហឹងបណ្ដាលឲ្យគាត់បាក់កស្លាប់ភ្លាមនៅនឹងកន្លែងកាត់ហេតុផ្ទាល់តែម្ដងប្រិមិត្តឃើញនេះរថយន្តធំពណ៌អសរថយន្តដឹកដីពេញហ្មងប្រិមិត្តដឹកដីពេញហ្មងហើយកង់ក៏យ៉ាងធូរហើយកង់នេះដោះខ្ចៅអស់ហើយប្រិមិត្តដោះខ្ចៅអស់ហើយព្រោះថាមកកង់3ប្រហែលជាម៉ូតូឡានគាត់ខូចប្រិមិត្តគាត់ដោះខ្ចៅហើយតែយើងមិនដឹងថារមាក់គាត់បើកយ៉ាងម៉េចបានបោកបុកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកាត់ហេតុផ្ទាល់តែម្ដងប្រិមិត្តជនហើយនេះជារថយន្តរបស់យន្តម៉ូតូ